ការកាន់ដើរខ្លួនឯងមិនតម្រូវថាឲ្យយើងធ្វើជាមេរបស់គេធ្វើជាតកែទេជួនកាលយើងធ្វើការឲ្យគេហ្នឹងក៏យើងអាចកាន់ដើរខ្លួនឯងបានដែរយើងអាចមើលឧទាហរណ៍ជូកលៀងដែលអាចធ្វើកិច្ចការទៅតាមការយល់ឃើញរបស់គាត់បើសិនជាយើងអាចសម្រេចបានថាកិច្ចការណាដែលយើងគួរធ្វើមុនគួរធ្វើក្រោយបានន័យថាយើងកំពុងតែកាន់ដើរខ្លួនឯងរួចទៅហើយនៅពេលដែលអ្នកនាងងាកទៅមើលកន្លែងការងារយើងនឹងឃើញថាបុគ្គលិកជាច្រើនមិនអាចធ្វើអ្វីតាមចិត្តបានទេមិនអាចសំបីតែមានយោបល់នៅក្នុងគ្រួសារក៏ដូចគ្នាដែរអ្នកខ្លះមានប្តីមានប្រពន្ធហើយប៉ុន្តែមិនអាចសម្រេចចិត្តដោយខ្លួនឯងបានត្រូវតែធ្វើតាមឪពុកម្ដាយបន្តទៅទៀតមិនមែនតែនៅក្នុងគ្រួសារទេសូម្បីតែនៅក្នុងដៃរបស់យើងនឹងទូរស័ព្ទដែលយើងកំពុងតែប្រើនឹងជួនកាលយើងមិនអាចសម្រេចចិត្តដោយខ្លួនឯងផងគឺ algorithm របស់ platform មួយជាអ្នកបោះឲ្យយើងអង្គុយមើលមាតិកានឹងយើងអត់ចង់មើលសោះប៉ុន្តែយើងបែរជាឃើញនៅលើ feed របស់យើងពេលខ្លះទៀតអ្នកនរគ្រាន់តែភ្ញាក់ពីដេកឡើងស្រាប់តែទទួល notification ពី app ណាមួយក៏ចូលទៅអង្គុយមើលអស់10-20នាទីដោយមិនបានធ្វើអីសោះពេលព្រឹកបើយើងចង់ធ្វើអញ្ចឹងអត់បញ្ហាទេប៉ុន្តែបើយើងត្រូវគេអូសទាញឲ្យទៅធ្វើបែបហ្នឹងអាហ្នឹងទើបជាបញ្ហាជូកលៀងយល់ច្បាស់ពីចំណុចត្រង់នេះនៅពេលដែលលាវប៉ៃទៅរកគាត់ដល់ផ្ទះស្បូវដើម្បីអញ្ជើញគាត់ចុះពីលើភ្នំជូកលៀងកិច្ចវេះមិនព្រមជួបលាវប៉ៃរហូតដល់ទៅ3ដងគាត់អត់មានខប់ពេលដែលឮថាមេតបឆ្វេងមករកគាត់ទេគាត់ឲ្យលាវប៉ៃរងចាំគាត់ត្រឡប់មកវិញនៅក្នុងរឿងសាមកុក2010នៅពេលដែលគាត់មកវិញហើយគាត់បែរជាដេកលក់ស្របពេលដែលលាវប៉ៃអង្គុយចាំគាត់ចង់ហ្វៃយល់ថាអកប្បកិរិយាបែបនេះគឺជាអំនួតរបស់ជូកលៀងតែមិនមែនជាអំនួតទាំងស្រុងទេជូកលៀងជាតួអង្គមួយដែលមានអំនួតដែរពេលនៅក្មេងតែអ្វីដែលគាត់ធ្វើនេះគឺជាការគ្រប់គ្រងស្ថានភាពឬក៏គ្រប់គ្រងការសម្រេចចិត្តរបស់គាត់ចង់ប្រាប់លាវប៉ៃថាលាវប៉ៃមិនអាចប្រើគាត់ដូចជាដាវបានទេបើសិនជាចង់យកគាត់ទៅប្រើគឺឲ្យគាត់ជាអ្នកកាន់ដាវដោយខ្លួនឯងលាវប៉ៃរងចាំទទួលផលចោះអញ្ចឹងបើសិនជាគាត់សម្រេចចិត្តថាចោះពីលើភ្នំឬក៏សម្រេចចិត្តថាកាន់ដាវចូលក្នុងសង្គ្រាមហើយគាត់ត្រូវធ្វើតាមគោលបំណងដែលគាត់ជឿឥឡូវយើងមើលថាតើជូកលៀងជឿទៅលើអ្វីគាត់មិនជឿលើរាជវង្សហានទេអ្នកដែលមានចំណេះដឹងក្នុងចំនួន30កុកសុទ្ធតែមើលឃើញថារាជវង្សហានអស់អាយុហើយប៉ុន្តែគាត់ជឿថាប្រទេសចិននឹងអាចមានសន្តិភាពឡើងវិញឲ្យតែមានអ្នកដឹកនាំណាម្នាក់ព្យាយាមបង្រួបបង្រួមទឹកដីអញ្ចឹងគាត់ជឿទៅលើលាវប៉ៃថាជាអ្នកដឹកនាំម្នាក់ហ្នឹងហើយគាត់ជឿថាខ្លួនឯងអាចជួយលាវប៉ៃបានជូកលៀងបំរើលាវប៉ៃពីព្រោះគាត់ជឿលើស្ថិរភាពគឺការបង្រួបបង្រួមទឹកដីមកវិញភាពស្មោះស្ម័គ្ររបស់គាត់ចំពោះលាវប៉ៃកើតឡើងដោយសារតែពួកគាត់មានគោលបំណងស្របផ្លូវគ្នាមិនមែនគោលបំណងដូចគ្នាទេលាវប៉ៃចង់មានអំណាចចង់ស្ដារកិត្តិយសរាជវង្សហានជូកលៀងចង់ឲ្យនគរមានសន្តិភាពចង់បានអ្នកដឹកនាំដែលអាចគ្រប់គ្រងទឹកដីបានគឺស្របគ្នាគោលបំណងរបស់ពួកគាត់អាចដើរទន្ទឹមគ្នាបានអញ្ចឹងនៅពេលដែលបំរើលាវប៉ៃយើងឃើញថាលាវប៉ៃឲ្យសិទ្ធិជូកលៀងច្រើនដើម្បីឲ្យគាត់អាចបញ្ចេញស្នាដៃឬក៏ធ្វើទៅតាមអ្វីដែលគាត់ជឿក្រោយពេលដែលលាវប៉ៃស្លាប់បាត់ទៅជូកលៀងនៅតែជាអ្នកកាន់ដាវខ្លួនឯងដដែលក្នុងនគរស៊ូហាននគរស៊ូហានអត់មានកងទ័ពច្រើនជាងគេទេហើយដីនឹងក៏មិនសូវមានធនធានដូចនគរពីរទៀតដែរតែអ្វីដែលជូកលៀងមានគឺភាពច្បាស់លាស់នៅក្នុងគោលបំណងរបស់គាត់អត់មានផ្លាស់ប្ដូរទេគឺគាត់នៅតែធ្វើទៅតាមគោលបំណងពីមុននឹងទៅដែរយើងអាចនិយាយថាគាត់ធ្វើតាមគោលបំណងរបស់លាវប៉ៃក៏បានឬយើងអាចនិយាយថាគាត់ធ្វើតាមអ្វីដែលគាត់ធ្លាប់ជឿក៏បានដែរដោយសារតែបែបហ្នឹងហើយទោះបីជានៅក្នុងនគរស៊ូហានមានមន្ត្រីមួយចំនួនភាគច្រើនគឺជាមន្ត្រីដែលបម្រើលាវចាងពីមុនមិនឯកភាពក្នុងការធ្វើសង្គ្រាមវាយភាគខាងជើងក៏ជូកលៀងនៅតែវាយភាគខាងជើងដែរកុំថាតែមន្ត្រីសំបីតែលាវសានដែលជាកូនប្រុសរបស់លាវប៉ៃហ្នឹងក៏មិនសូវយល់ថាហេតុអីគួរតែធ្វើសង្គ្រាមដែរលាវសានមិនចូលចិត្តធ្វើសង្គ្រាមចង់រស់នៅសុខសប្បាយហើយគិតថាបើសិនជាមិនលើកតបទៅវាយគេទេគេក៏មិនលើកតបមកវាយគាត់ដែរបើសិនជាជូកលៀងមិនមែនជាអ្នកកាន់ដាវខ្លួនឯងមិនអាចសម្រេចចិត្តបានទេលាវសានប្រកាសជាឲ្យជូកលៀងសោយសុខនៅក្នុងរាជវាំងដោយមិនធ្វើអ្វីទាំងអស់លាវសានគោរពជូកលៀងជាឪពុកទី2រួចទៅហើយដូច្នេះគាត់ប្រកាសជាមើលថែជូកលៀងតែនេះមិនមែនជាគោលបំណងរបស់ជូកលៀងទេគាត់អត់ចាំបាច់ឡើងធ្វើស្ដេចទេក៏គាត់នៅតែអាចបត់ចង្កូតនគរស៊ូហានបានដែរគាត់ចង់លើកតបវាយភាគខាងជើងប្រមាណដងគឺត្រូវតែមានសង្គ្រាមប៉ុណ្ណឹងដងអ្វីដែលអ្នកនរអាចរៀនពីជូកលៀងនៅពេលដែលយើងព្យាយាមកាន់ដាវខ្លួនឯងគឺមុនពេលដែលយើងធ្វើសកម្មភាពយើងត្រូវតែសម្រេចចិត្តឲ្យហើយថាយើងឈរនៅខាងណាឈរដើម្បីអីមុនពេលដែលចេញធ្វើសង្គ្រាមត្រូវតែប្រកាសថាមូលហេតុនៃការធ្វើសង្គ្រាមនេះស័ក្តិសមនឹងបង្ហូរឈាមអ្នកដទៃឬក៏ឈាមខ្លួនឯងការសម្រេចចិត្តខ្លួនឯងប្រៀបបាននឹងដងដាវដែលយើងត្រូវតែកាន់ឲ្យជាប់បើអ្នកដទៃកាន់ហើយយើងធ្វើអីលេងចេញហើយខ្ញុំធ្លាប់ធ្វើការប្រៀបធៀបពេលដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុនតូចហើយនិងក្រុមហ៊ុនធំ
ខ្ញុំនិយាយថានៅក្នុងក្រុមហ៊ុនតូចគឺយើងមានសេរីភាពច្រើនជាងដោយសារតែច្បាប់វិន័យមិនសូវតឹងរ៉ឹងហើយគេមិនប្រកាន់ច្រើននៅក្នុងក្រុមហ៊ុនធំវិញយើងចង់ផ្លាស់ប្ដូរអ្វីក៏មិនកើតដែរសូម្បីតែដូរកន្លែងដាក់ធុងសម្រាមហ្នឹងក៏ត្រូវគេស្ដីឲ្យដែររចនាសម្ព័ន្ធក្រុមហ៊ុនធំបង្កើតមកដើម្បីគ្រប់គ្រងបុគ្គលិកគេខ្វល់ពីការគ្រប់គ្រងច្រើនជាងការផ្ដល់សេរីភាពទៅឲ្យបុគ្គលិកជូកលៀងដើរតាមលាវប៉ៃតាំងពីពេលដែលលាវប៉ៃមិនមានអ្វីសោះអញ្ចឹងយើងអាចប្រៀបធៀបគាត់ថាគាត់ធ្វើការនៅក្នុងក្រុមហ៊ុនដែលបង្កើតថ្មីមួយមិនទាន់មានគោលដៅឬក៏ទិសដៅច្បាស់លាស់ទេកំពុងតែកកើតអញ្ចឹងនៅពេលដែលក្រុមហ៊ុននេះធំទៅគាត់មានតំណែងខ្ពស់ស្រាប់ដូច្នេះគាត់អាចកាន់ដើរខ្លួនឯងបន្តទៀតបានទោះបីយើងច្រកក្រោមអង្គភាពរបស់គេឬក៏ទទួលលុយកាក់ពីគេក៏មិនបានន័យថាយើងគ្មានឱកាសកាន់ដើរខ្លួនឯងដែរ